រឿងថ្មីមួយទៀតសាច់រឿងនេះគឺមិនដឹងថាមានរឿងអ្វីប្រកាសទេប៉ុន្តែតាមស្ដាប់ទៅដូចជាខាង CEO ហ្នឹងមកទាលុយប៉ុន្តែអ្នកមិញនេះគាត់ថាមិនបានជពាក់លុយទេហើយអារឿងស្អីណាយកអីគេទៅដាក់អីណាបងប្អូនជួយស្ដាប់ទាំងអស់គ្នាមើលបងប្អូនទាំងអស់គ្នាខ្ញុំនិយាយត្រង់ខ្ញុំអត់ដែរមានកាត់គ្រីយកទៅប្រចាំយក4លានកន្លះមកទេកុំអានឹងអារបៀបធ្វើស៊ីមកបោកប្រាស់គេនេះចាអ្នកមិញហ្នឹងគាត់ថា CEO នេះគាត់មកធ្វើស៊ីគាត់អត់ដែរយកលុយយកអីទៅប្រចាំយកលុយយកអីទេប៉ុន្តែបើសិនជាអត់យកទៅប្រចាំទេចុះមិនក៏ CEO គេមានឈ្មោះមានអីឬមួយក៏ករណីហ្នឹង CEO នឹងគាត់ចង់ធ្វើ CEO ម្នាក់នឹងមែនឬមួយក៏យ៉ាងណាប៉ុន្តែជាទូទៅ CEO ដូចមិនអាចធ្វើស៊ីអតិថិជនឲ្យបានទេពីព្រោះពួកគាត់មានឯកសារធំធៅមានការព្រមព្រៀងប្រាប់មេដៃឲ្យធំធៅបានគាត់ហ៊ានឲ្យលុយឲ្យអីចឹងណានឹងជាទូទៅគឺអញ្ចឹងតែលោកមាន CEO ខ្លះខូចក៏ដឹងដែរអូយលោកព្រះឲ្យលោកព្រះរត់តែអាយ៉ូទេនេះចាក់ដៃបងចាំនេះទៅម៉ូតូអូយយកបានមួយឆ្នាំទៀតហើយម៉ូតូទិញបងលូគេទៅបានមួយឆ្នាំជាងអត់មានកាត់គ្រីទេហើយយកមានខ្ញុំមានម៉ូតូយកកាត់គ្រីទៅប្រចាំ4លានកន្លះពីណាមកអត់អីបងចាំមើលឯកសារច័ន្ទហ្នឹងហ្នឹងថ្ងៃច័ន្ទហ្នឹងហើយឯកសារមកនេះខ្ញុំថតទុកមកខ្ញុំទុកថតទេប៉ិនបើតាមស្ដាប់ទៅកាត់គ្រីម៉ូតូប្រចាំ4លានកន្លះដូចជាមិនសូវជឿដែរម៉ូតូណាកាត់គ្រីប្រចាំបានដល់4លានកន្លះជាទូទៅម៉ូតូលុះត្រាតែម៉ូតូនឹងទំចេញសេរីចុងក្រោយទំទិញឲ្យយកទៅប្រចាំវាអាហ្នឹងអាចតម្លៃ2000ជាងទៅយើងយកទៅប្រចាំ1000ទេប្រហែលជាអាចបានអញ្ចឹងណាប៉ុន្តែបើសិនជាម៉ូតូយើងចាស់ឲ្យយកទៅប្រចាំបានដល់4លានកន្លះអានេះវារឿងចម្លែកមួយដែរព្រោះអីខ្ញុំធ្លាប់ឃើញគេយកអាកាត់គ្រីម៉ូតូទៅប្រចាំទៅអីហ្នឹងបានប៉ុណ្ណាតាមម៉ូតូដែរម៉ូតូបានថ្លៃបានថោកអញ្ចឹងណាហ្នឹងហើយធម្មតាទេហ្នឹងចាព្រោះវាធម្មតាព្រោះខ្ញុំមនុស្សក្មេងខ្លួនវាអត់ដឹងដល់ពេលមានគេមកអញ្ចឹងវាភ្ញាក់ខ្លួនចេះអត់អីថ្ងៃចាណែបាទអ៊ំនេះគាត់ថាក៏អត់បានធ្វើទេអត់បានយកទៅប្រចាំទេប៉ុន្តែហេតុអីក៏មានឯកសារមកតាក់ទងជាមួយនឹងការប្រចាំការខ្ចីលុយខ្ចីអីអានេះវាចម្លែកដែរបើសិនជាគាត់អត់បានសម័យខ្លួនទៅទេបែរជាមានឯកសារនឹងតាក់ទងមួយគាត់តែមិញគួរតែប្តឹងគួរតែដាក់ពាក្យប្តឹងទៅខាងក្រុមលោកគ្រូ CEO ហ្នឹងហើយវិនិច្ឆ័យមើលឯកសារឲ្យច្បាស់លាស់មើលតើមានវិញ្ញាចូលរួមវិញ្ញាទទួលខុសត្រូវបើសិនជាគេអត់បានទៅដាក់ប្រចាំដាក់អីផងហេតុអីបែរចេញឯកសារមកឈ្មោះគេអញ្ចឹងនេះធ្ងន់ធ្ងរណាចាឈ្មោះបងប៉ុណ្ណាណៃហ្នឹងហើយចាឈ្មោះខ្ញុំប៉ុណ្ណាណៃខ្ញុំជឿតែមានឈ្មោះព្រោះខ្ញុំធ្លាប់ខ្ចីលុយអាតិចតួចអាតាមចឹងមែនប៉ុន្តែរឿងកាត់គ្រី4លានកន្លះយកកាត់គ្រីម៉ូតូទៅដាក់នេះហើយកាត់គ្រីម៉ូតូអីម៉ាក់អីហើយពីរយៈពេលប៉ុណ្ណាមកហ្នឹងអញ្ចឹងតាហ្នឹងហ្នឹងហើយអូយញាក់ខ្លួនត្មងលឺតែ4លានកន្លះបងបានប្រហែលហ្នឹងថ្ងៃចាំបងដឹងចាបើកាត់គ្រីធ្លាប់តែកាត់គ្រី1លានទៅ1លានចុះក្រមលេង4លានកន្លះប្លង់ដីទាំងមូលផងដាក់យកលុយគេមិនបានផងទៅយកកាត់គ្រីពីណាយកមកប្តឹងទៅយកមកដូចខ្ញុំនិយាយដែរខ្ញុំអត់ជឿថាម៉ូតូមួយកាត់គ្រីម៉ូតូមួយដាក់បានដល់4លានជាងទេខ្ញុំអត់ជឿប្រហែលជាមានបញ្ហាអីមួយហើយឬមួយក៏ខាងគ្រូនឹងគាត់ធ្វើការច្រឡំអត់ច្បាស់លាស់ឬមួយក៏យ៉ាងម៉េចមកយកលុយគេហ្នឹងហើយខ្ញុំអត់មានប្តឹងមានអីទេហ្នឹងហើយវាអត់ប្តឹងគាត់ថាចឹងមកអញ្ចឹងវាភ្ញាក់ខ្លួនយេឈ្មោះបងគឺមានប៉ុណ្ណឹងមែនអញ្ចឹងហ្នឹងហើយធ្លាប់ខ្ញុំអត់ក៏អត់មាននិយាយធ្លាប់ទៅលឺអាគេធ្វើស៊ីហ្នឹងអាយកឈ្មោះយកទឹកដីទៅដាក់អញ្ចឹងដល់យកអញ្ចឹងទៅដាក់អញ្ចឹងហើយសំខាន់គឺខ្ញុំអត់មានកាត់គ្រីម៉ូតូនេះមើលបងមិនប្រើ Telegram ឯអត់ខ្ញុំទៅដល់កន្លែងវិញខ្ញុំកាត់នេះនឹងមកអើយខ្ញុំអត់ប្រើទេខ្ញុំអត់ចេះប្រើទេបងថាបងមិនបាននេះចាខ្ញុំភ្ញាក់ខ្លួនមែនខ្ញុំនិយាយត្រង់អត់ដែរមានម៉ូតូយកទៅដាក់កាត់គ្រីបាន4លានកន្លះហើយម៉ូតូលក់គេទៅបានមួយឆ្នាំជាងអាណាគេឲ្យកាត់គ្រីបាទតូ16ដល់17នេះចាំថ្ងៃចាំបងចាំថ្ងៃម៉ូតូគាត់បងមលុះគេទេអញ្ចឹងការបងមលុះម៉ូតូគេឲ្យកាត់គ្រីមកឲ្យយើងទេតែហេតុអីបានជាកាត់គ្រីហ្នឹងបែរជាត្រូវទៅជាប់ជាមួយនឹងខាងធនាគារនេះវិញឬមួយក៏ខាងអ្នកប្រចាំម៉ូតូនឹងយកកាត់គ្រីយកឈ្មោះគាត់ទៅដាក់ប្រចាំបន្តអូយមិនដែលមែននៅលើទៅ4លានកន្លះធ្លាក់ថ្លើមក្តុកទៅហ្មងកាត់គ្រី4លានកន្លះ
ចាប់ថ្ងៃច័ន្ទចាំមើលបងនេះទៅបងអត់ទៅណាថ្ងៃច័ន្ទ កាត់គ្រីម៉ូតូ4លានកន្លះទៅយកពីណាមកដាក់កាត់គ្រីនោះ អេនេះចាក់ស្ដែង យ៉ាងមិនថាឲ្យទៅនៅមានកាត់គ្រីនៅនឹងតែ អត់អីយកថ្ងៃច័ន្ទបងនេះថ្ងៃច័ន្ទកាន់ថាបងមានទេលេខកាត់ ហើយនៅមានទៀតនៅមាន ខ្ញុំឆាតឯក កា សារ ត់គ្រីហើយបងយឺត3ខែជាងទៀតមានទៀតមានចឹងទៀត ហើយវាមិនអត់ទេវាមានវាចាក់ស្ដែងវាមានទូទៅវាមិនថាថាឈ្មោះអ្នកណាឈ្មោះអ្នកណីទេថាតែយឺតគឺយឺតទេ ចាយើងគេយឺតហើយសំខាន់គឺសម័យខ្លួននេះវាអត់ដឹងខ្លួនទេ បាទកាល ព្រោះអត់ដែលមានអាកាត់គ្រីនឹងយកលុយគេបាន4លានកន្លះនេះ កាលបងថាពួកខ្ញុំមិនសូវដែរបានមកជួបបងតែ អេមិនមែនមិនសូវមកជួបទេសំខាន់គឺខ្ញុំមិនបានយករឿងអា4លានកន្លះកាត់គ្រីនេះ ហ្នឹងអត់អី វាមិនតែខ្ញុំវាមានហើយវាលឺគាត់ថាខ្លួនឯងវាមិនដែលមានយក លោកបកកាយគ្នាក៏អត់ដឹងថ្ងៃច័ន្ទចាំតែគាត់មួយឯកសារជិះទៅមកជែក ហ្នឹងអត់អីទេមកចុះទៅជែកចុះ ហ្នឹងហើយ សំខាន់គឺខ្ញុំអត់ដឹងរឿងមកដល់ពេលមកអញ្ចឹងធ្លាក់ខ្លើមត្មងបដ ாய் ទៅណា ហ្នឹងហើយដល់ពេលអញ្ចឹងខ្ញុំក៏ញាក់អើទេបងដែរទេបងមក តែដល់ពេលប្រើទៅល្មិចអួយមកប៉ុណ្ណាគេមកជិះធ្លាប់តែប្អូនខ្ចីលុយគេលុយថ្ងៃគីឡូគេមកយកខ្ញុំទៅនេះគេក៏យកគេមកយកពីខ្ញុំដល់ពេលមកខ្លួនឯងនេះ4លានកន្លះកាត់គ្រីម៉ូតូនេះ ហ្នឹងអត់អីលោកបងថ្ងៃច័ន្ទចាំជួបជិះទៅបងថា ចាហ្នឹងថ្ងៃច័ន្ទមកចុះ ថ្ងៃច័ន្ទ ហ្នឹងហើយ ថ្ងៃអាទិត្យអីវត្ត ហ្នឹងហើយចាំពេលថ្ងៃច័ន្ទមកបើថាទៅជែកគ្នាឡើងមកទៀតខ្ញុំហៅមិនពោមកត្មង អត់អី ចា អត់អីបង ហ្នឹងហើយ ប្រាប់បងមើលថ្ងៃច័ន្ទ ចាព្រោះអត់ដល់មកដល់ថ្ងៃប៉ាន់ថ្ងៃច័ន្ទខ្ញុំណាត់មេពោហើយ ថ្ងៃច័ន្ទប្រហែលជាអាចថាម៉ោង10ជាងឬក៏ម៉ោង ហ្នឹងហើយ ចាស់ ខ្ញុំណាត់ពោហើយព្រោះអីខ្ញុំជាក់ស្ដែងសំខាន់ជាក់ស្ដែងគ្រូខ្ញុំវាមិនបានយកទេ ហ្នឹងហើយបងអាចណាត់ឲ្យហើយក៏បានដែរបើសិនតែបង ខ្ញុំមិនបាច់ណាត់ទេព្រោះខ្ញុំអត់បានជពាក់អ្នកណាផងមិនបាច់មកខ្ញុំណាត់ទៅមួយទេសំខាន់គឺខ្ញុំមិនពាក់ព័ន្ធមិនបានខ្ចីឲ្យទៅណាត់ល្មិច ហ្នឹងអត់អីបើថាបងថាម៉ោង10ម៉ោង10បងមិនបងណាត់ក៏ហើយបងណាត់ក៏ណាត់ទៅហ្នឹងរឿង អូណាត់រឿងណាត់ខ្ញុំអត់ខ្វល់សំខាន់ជាក់ស្ដែងគឺខ្ញុំអត់បានខ្ចី ថ្ងៃច័ន្ទគឺខ្ញុំមក អារឿងពូលីនកន្លះចេញមកមានពីវត្តពីណាមកធ្លាប់តែជួបរឿងគេឥឡូវមករឿងខ្លួនឯងនេះមានប្រវត្តិពីណាមកអត់យល់នេះ នៅជែកទៅអត់ផោះតាងមួយបងនេះក៏អត់ចំ ទោះបីមានផលតាំងក៏ខ្ញុំដឹងហើយក៏មានផលតាំងក៏វាដឹងខ្លួនឯងច្បាស់ហើយ លើថ្ងៃច័ន្ទ តែខ្លួនមិនបានយកមិនមានគេយកទៅប្រចាំ4លានកន្លះអាណាយកមកឲ្យឥឡូវហ្នឹង អត់អីថ្ងៃច័ន្ទបងថ្ងៃច័ន្ទខ្ញុំពាក់ព័ន្ធមួយការងារហ្នឹងខ្ញុំមក ចា ជែកមួយ មើលឲ្យច្បាស់ហើយចាំយកមក អេដល់នេះមើលច្បាស់ ចាឲ្យច្បាស់ មានឈ្មោះបងបើអត់មានឈ្មោះ ចាមានឈ្មោះរឿងមានឈ្មោះសំខាន់គឺនៅជួយ3ខែជាងទៀតនេះហើយសំខាន់អារឿងកាត់គ្រី ឬមួយក៏គ្រូ CO នឹងមកចូលច្រឡំផ្ទះទេអីចាំបើអ្នកមិញគាត់បកកាយថាគាត់មិនដែរយកអា4លានកន្លះឲ្យនឹងផងហើយមិនក៏មកជាប់ឈ្មោះគាត់ឬមួយក៏មិន system error ឲ្យគ្រូពិនិត្យមើលច្បាស់មើលដូចមិនទេលោកគ្រូបង្ហាញផុសតាឯកសារស្នាមមេដៃថ្នាំអីយកត្រឹមត្រូវមើលហើយមកដើរចឹងអត់ត្រូវណា ម៉ូតូនេះពីម៉ូតូមែន អត់អីថ្ងៃច័ន្ទថ្ងៃច័ន្ទ តែអត់អីទេចឹងតែអត់អីគឺថាអត់អីលោកនៅទៅចែកទៅហ្នឹងហើយចា ចាំជែកគ្នាបន្តទៀត ហ្នឹងហើយ បាទ ចង់ដឹងដែរហ្នឹងឯងគូស្បើមែនសាហាវមែនធ្លាប់តែជួបរឿងគេផុសតាមទូរស័ព្ទឥឡូវមកជួបរឿងផ្ទាល់ខ្លួនឯងនេះ អត់អីបងថ្ងៃច័ន្ទណាថ្ងៃច័ន្ទយើងជែក ខ្ញុំតែមានម៉ូតូណាយកមកដាក់កាតគ្រីម៉ូតូទៅជពាក់គេមកនេះបងនៅគេរត់មិនទាន់បានដាច់ផងមានកាតគ្រីមកបណ្ណាដាក់នេះ អត់អីបងថ្ងៃច័ន្ទចាំជែកគ្នាបន្តទៀតថ្ងៃច័ន្ទឯកសារ អូយមែនគឺទៅមនុស្សយើងណាជួបផ្ទាល់ខ្លួនឯងមិនដឹងហ្នឹងហ្នឹងហើយជួបផ្ទាល់ខ្លួនឯងមិនដឹងអាបោកប្រាស់ពីណាពីណីមកយកមកបោកប្រាស់ទៅនេះអត់មានលុយមកសងអត់មានសំជាក់ស្ដីសំខាន់ណាវាអត់ដែលយកនេះចាបើអត់ដែលបោកទៅគុំចេញមកអញ្ចឹងមុននឹងចេញមកឲ្យច្បាស់ហ្នឹងហើយស្ថាប័នគេនេះឲ្យច្បាស់លាស់នេះស្ថាប័នខាងគេប្រកាសតិចមើលចាហ្នឹងហើយអត់បោកអ្នកណាទេមកបោកចំអានេះអត់ដែលយកទេវាខុសរឿងហ្នឹងហើយ ខាងណាទេអត់ស្គាល់ទេដឹងខាង ធ្លាប់ ធនា តែ គា មើ រ ល អី តាម គេ ទូរស័ព្ទចាញ់បោកគេឥឡូវមកជាប់ខ្លួនឯង បាទបងប្អូនទាំងអស់គ្នាបើគឺ
យើងអត់តន់ច្បាស់ទេប៉ុន្តែបើតាមសម្ដីអ្នកមីងហ្នឹងគាត់ថាគាត់មិនបានយកទេហើយចុះមិនក៏ឈ្មោះហ្នឹងមកជាប់គាត់ចឹងបើសិនជារឿងហ្នឹងពាក់ព័ន្ធជាមួយនឹងការបន្លំឯកសារមែនខាងធនាគារហ្នឹងត្រូវទៅដោះស្រាយឬមួយក៏មានសំណងអីថាមិនត្រូវដាក់ពាក្យបណ្ដឹងហេតុអីក៏មានឯកសារដែលគេមិនបានយកមិនបានខ្ចីបើជាប់ឈ្មោះគេអានេះវាចូលលក្ខណៈមួយផ្សេងទៀតណាធ្វើស៊ីមែនណាបងប្អូនទាំងអស់គ្នាបាទអរគុណបងប្អូនទាំងអស់គ្នាវីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការទស្សនាជាមួយនឹងបងប្អូនដែលចូលចិត្តញ៉ាំកូសាហ្គីហាន់ស្រាប់ទិញពីផ្សារមកអញ្ចឹងណាប៉ុន្តែយើងមិនសំដៅថាទាំងអស់អញ្ចឹងទេប៉ុន្តែផ្ទុះវីដេអូមួយនៅលើបណ្ដាញសង្គម Facebook គឺអ៊ំស្រីម្នាក់គាត់កំពុងតែអង្គុយហាន់សាច់យ៉ាងសង្ហារបស់គាត់ហើយបងប្អូនពិនិត្យមើលតាមការគួរទៅតើសាច់របស់គាត់ហ្នឹងវាគួរឲ្យចង់ញ៉ាំប៉ុណ្ណាអូខេឥឡូវកុំឲ្យខាតពេលទៅមើលទាំងអស់គ្នាហ៎តែយើងអត់កូនអត់អីប្រើចេះធ្វើទៅណែឈប់បាទគូស្រីរបស់គាត់របៀបគាត់ហាន់នេះគឺលយមែនតើបងប្អូនទាំងអស់គ្នានេះគាត់យកមកចងមកដុំហើយចងមកដុំធំហើយគាត់មានកាំបិតមុខពីរនេះសម្រាប់រុញហាន់យកតែម្ដងនេះបានហើយបាទហើយជើងរបស់គាត់ហ្នឹងគឺគាត់ទប់យ៉ាងជាប់តែម្ដងមិនឲ្យកូសាហ្គីនឹងវាទៅណាទេវាជាល្បិចក្នុងការហាន់កូសាហ្គីដែលលឿនបាទអរគុណអាចឃើញឲ្យលើកទឹកមាត់ហ្មងអើយហើយលោកអស់ពីចំនឹងហ្មងហើយបាញ់ចំហុំអូលក់ដាច់ទេនេះមួយថ្ងៃអស់ពេល3ដុំធំហ្នឹងអូមិនធម្មតាទេអញ្ចឹងអ្នកហូបផាយជីតែងទៅឆ្ងាញ់ហើយបានហូបបានហើយចង់និយាយថាបានហើយទិញរហូតអញ្ចឹងណាកំបិតគាត់មុតទេបងប្អូនអរគ្នាហើយមួយឆ្នាំហើយលក់រងហើយទៅ30ឆ្នាំមកលក់30ឆ្នាំហើយបងប្អូនតើទៅស្ទើរនេះលុយសល់ទៅលើការឲ្យគាត់ហើយគេប្រាប់រហូតចាស់ហើយណាប្រាប់ហើយការកូនបាននេះហើយអត់ទាន់មានសុខcònការកូននេះនៅធ្វើបំស្របខ្ញុំនៅធ្វើបំស្របខ្លួនឯងជំនាញមកគាត់ហាន់នេះទៅឡើងជំនាញឡើងខ្លាយទៅជាជំនាញមួយស្គីលមួយមានចំម្ដាយមានចំឪពុកអីអត់ចំមិនចាស់មួយតែពេលគាត់ហាន់អស់មួយចំហៀងគាត់រុញចំហៀងទៀត2000ទេតំណងណាហាន់អញ្ចឹងហើយគាត់ហូបក្រក់ហ្នឹង20000មួយខែ5000សំចៃមួយចាស់ចាំអូយហាន់អូយមកនេះបានចំពីអ្នកជំនាញបើសិនជាអត់មានជំនាញមិនហាន់កើតទេណាអ្នកអត់ជំនាញហាន់កើតទេហាន់12 3ក្បិតហ្នឹងចុកដៃហើយបើគាត់ហាន់រងថ្ងៃឃើញអត់បងតែអាយុ60ជាងហើយហ្នឹង64ហើយចូលនិវត្តន៍ថ្ងៃណាមកទៅកាលណាគេយកទៅមកណាទៅអូហ្នឹងក៏គេយកទៅបានចូលនិវត្តន៍ទៅដល់អូបងមកហើយណានេះហើយទៅខៃណាក់ៃគោលទៅខៃហាន់បងប្អូនអើយហើយធ្វើមិនធ្វើបាទអត់មានណាចាំមានណាចាំបងថ្ងៃរស់នៅជាមួយកូនលោកចៅហួយប៉ុណ្ណាណៃហើយម៉ែហាន់ទៅខៃយើងហាន់ដែរប៉ាហាន់ទៅខៃដែរវីដេអូនេះខ្ញុំសុំសំណពរទៅអ្នកលក់ទាំងអស់មិនថាលក់អីទេសូមមេត្តាគិតពីអនាម័យផងយើងមិនចេះតែធ្វើលក់ឲ្យតែបានហើយមិនខ្វល់ពីអនាម័យអ្នកទិញយកទៅហូបទេខ្ញុំធ្លាប់បរិភោគអាហារនៅតាមផ្លូវបន្ទាប់ពីបរិភោគហើយមានអារម្មណ៍ថាដូចឈឺនៅក្នុងពោះមានអារម្មណ៍ថាដូចអត់ស្រួលមានន័យថាការធ្វើវខតប្រហែលជាអត់សូវមានអនាម័យទេមិនដូចយើងទេខ្ញុំហូបអាហារដែលធ្វើខ្លួនឯងលាងទឹកស្អាតមុននឹងធ្វើមុនអីមានអារម្មណ៍ថាស្រួលខ្លួនប៉ុន្តែបន្ទាប់ពេលខ្លះយើងទិញម្ហូបពីគេមកហូបហើយមានអារម្មណ៍ថាដូចអាម៉េចនៅក្នុងពោះដូចវាស្រួលនៅក្នុងពោះអញ្ចឹងប្រហែលជាតាក់ទងជាមួយនឹងអនាម័យខ្លាំងអញ្ចឹងបងប្អូនទាំងអស់គ្នាដែលទិញបរិភោគនៅតាមដងផ្លូវសូមពិនិត្យមើលផងបាទអ្នកលក់ណាដែលគាត់ស្អាតអ្នកលក់ណាដែលគាត់ធ្វើមិនសូវមានអនាម័យបងប្អូនតាមនឹងទៅគូញ៉ាំឬក៏អត់ប៉ុន្តែលោកអ៊ំនេះខ្ញុំសូមសំណពរឲ្យគាត់ធ្វើឲ្យល្អជាងនឹងបន្តិចទៅកុំយកជើងផ្ទាល់ដាក់អាហារហើយហ្នឹងយកជើងរបស់គាត់ហ្នឹងហើយទប់វាទប់ហើយបវល់ទៅបវល់មកជើងរបស់គាត់ហ្នឹងវា
ជាប់ចឹងទៅអ៊ំគិតថាប្រហែលជាអ៊ំឯអ្នកហូបអ៊ំប្រហែលជាអត់សូវខ្វល់ធ្វើឲ្យបានលក់តែវាពិបាកដែរ